ពេលខ្លះបងប្អូនជាបានសិក្សាយើងរស់នៅរាល់ថ្ងៃនេះក្រោមអំណាចចិត្តខ្ញុំនៅក្រោមអំណាចចិត្តរបស់ខ្ញុំអ្នកណាក៏នៅក្រោមអំណាចចិត្តរបស់អ្នកនឹងដែរចិត្តប្រកបវិជ្ជាអញ្ចឹងហើយបានយើងរៀបផ្លេចលឿនណាទាំងឆេវឆាវទាំងអីហ្នឹងតែអ្នកដែលអាចគ្រប់គ្រងចិត្តបានគឺមានតែសតិឯងសតិជា function មួយដែលអាចគ្រប់គ្រងចិត្តបានហើយសតិជាតួអង្គមួយដែលញ៉ាំងឲ្យកើតបញ្ញាអញ្ចឹងណាបងប្អូនតសតិខ្លាំងតបងប្អូនរៀនចម្រើនសតិបាទព្រះសម្មាសម្ពុទ្ធឲ្យចម្រើនសតិប្បដ្ឋានបាទកន្លែងសតិកើតសតិប្បដ្ឋានកន្លែងសតិកើតអញ្ចឹងតអង្គឲ្យចម្រើនសតិធ្វើអីក៏ដឹងកំពុងធ្វើអីបើកឡានក៏ដឹងថាកំពុងបើកឡានចែកចាយ content ឲ្យដឹងថាយើងកំពុងតែចែកចាយ content ចង់ចែកចាយឲ្យអ្នកស្ដាប់យល់ពីអីអ្វីដែលខ្ញុំចង់ឲ្យយល់នោះពាក់ព័ន្ធជាមួយរៀនបងប្អូនបានរៀនពាក់ព័ន្ធមួយស្ថាបដ្ឋានបងប្អូនខាតធំដោយសារប្រាជ្ញានៃការត្រាស់ដឹងព្រះសម្មាសម្ពុទ្ធអ្នកត្រាស់ដឹងបងប្អូនអាចគិតថាជាជំនឿសាសនាអីផ្សេងតែបងប្អូនសិក្សាអភិធម្មទៅបានបងប្អូនថាអូមនុស្សធម្មតាมันអាចដឹងពីចិត្តទេចិត្តអីក៏ដឹងដែរហើយគ្រឿងនឹងផ្សំក៏ដឹងដែរហេតុអីបានចិត្តនេះកើតឡើងមកពីអីផ្សំមួយអីអូស៊ីជម្រៅខ្លាំងអញ្ចឹងបងប្អូនចង់គ្រប់គ្រងចិត្តបានបងប្អូនតែសិក្សា12ឯងអភិធម្មសតិប្បដ្ឋានបងប្អូន12នឹងហើយបងប្អូនអាចគ្រប់គ្រងចិត្តខ្លួនឯងបានដែរហើយមិនបងប្អូនមកគ្រប់គ្រងទេណាបងប្អូនញ៉ាំងសតិឲ្យកើតឡើងពីធ្វើអីឲ្យសតិកើតឡើងភ្លាមបងធ្វើម៉េចឲ្យសតិវឹកឲ្យសតិមិនមែនយើងចង់ឲ្យកើតទេណាទៅវឹកហាត់ដើម្បីវាមុតស្រួចចម្រើនដដែលមុតស្រួចឯងហ្មងមុតស្រួចឯងយើងធ្វើអីក៏ដឹងយើងកំពុងតែធ្វើនោះយើងអត់មានពងអង្គុយនៅនេះតែអារម្មណ៍ដល់អាមេរិកទីទៀតនឹកដល់អាមេរិកប្រផ្លែតទៅញូហ្សេឡង់ផ្លែតទៅវៀតណាមហុងកុងនៅណាណៃចេះអូឆ្វេងឆ្វាយក្នុងចិត្តយើងសបាយតិចកើតទុកបន្តិចអន់ចិត្តបន្តិចអូអត់រស់នៅជាមួយបច្ចុប្បន្នទេបើសិនជាបងប្អូនសតិអត់រឹងមាំបាទ